មានចំនួននឹងគ្នាអស់ជិត30ឆ្នាំរវ៉ាន់ដានិងសាធារណរដ្ឋកុងហ្គោបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រនៅទីក្រុងវ៉ាស៊ីនតោនក្រោមម្លប់សហរដ្ឋអាមេរិកនាយប់ថ្ងៃសុក្រទី27មិថុនា2025ជំនួបកំពូលអន្តរប្រទេសរ៉ាវ៉ាន់ដានិងសាធារណរដ្ឋកុងហ្គោនឹងប្រព្រឹត្តទៅនៅចុងខែកក្កដាខាងមុខដោយមានជំនួបថ្នាក់ប្រធានាធិបតីនៃប្រទេសទាំងពីរជាមួយលោកដូណាល់ត្រាំទៀតប្រធានាធិបតីអាមេរិកដូណាល់ត្រាំចាត់ទុកកិច្ចព្រមព្រៀងនេះថាការបើកទំព័រថ្មីនៃក្តីសង្ឃឹមចំណែកប្រធានសហភាពអាហ្វ្រិកយល់ថាកិច្ចព្រមព្រៀងនេះជាការបោះជំហានទៅរកសន្តិភាពសម្រាប់តំបន់ទាំងមូលខណៈពេលដែលពិភពលោកកំពុងផ្ដោតលើសង្គ្រាមរវាងអ៊ីស្រាអែលនិងអ៊ីរ៉ង់ការបាត់បង់ជីវិតរបស់ប្រជាជនប៉ាឡេស្ទីនក្នុងអំពើហិង្សាបង្កដោយអាណានិគមជនអ៊ីស្រាអែលបានកើនឡើងជាលំដាប់នៅស៊ីសកដានីតំបន់ស៊ីសកដានីជាទឹកដីប៉ាឡេស្ទីនស្ថិតនៅក្រោមត្រួតត្រាដោយអ៊ីស្រាអែលតាំងពីឆ្នាំ1967អំពើហិង្សាដែលជាស្នាដៃទាហាននិងអាណានិគមអ៊ីស្រាអែលបានបង្កឲ្យប្រជាជនប៉ាឡេស្ទីន3នាក់ស្លាប់បាត់បង់ជីវិតកងកម្លាំងទាហានជើងទឹកកម្ពុជាកាលពីថ្ងៃសុក្រទី27ខែមិថុនាបានបណ្ដេញកប៉ាល់ដឹកប្រេងមួយគ្រឿងរបស់ថៃឈ្មោះឈើថាណាបូឌី6ដែលបានសម្ចតក្នុងដែនទឹកសមុទ្រនៃខេត្តព្រះសីហនុប្រទេសកម្ពុជានេះបើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកនិងបណ្ដាញផ្សព្វផ្សាយព័ត៌មានប្រទេសថៃការបណ្ដេញកប៉ាល់ដឹកប្រេងរបស់ថៃចេញពីដែនសមុទ្រកម្ពុជាកើតឡើងក្រោយរដ្ឋាភិបាលកម្ពុជាបានដាក់បម្រាមហាមឃាត់ការនាំចូលប្រេងពីថៃខណៈភាគីយោធាថៃមិនព្រមបើកច្រកព្រំដែនរវាងប្រទេសទាំងពីរឲ្យដូចដើមវិញគណៈបកប្រជាជនកម្ពុជាបានអះអាងថាគណៈបកកាន់អំណាចនេះបន្តវប្បធម៌សន្ទនាជាមួយបណ្ដាគណៈបកនយោបាយនានានិងមជ្ឈដ្ឋានផ្សេងៗក្នុងសង្គមដើម្បីភាពសុខដុមពង្រឹងឯកភាពជាតិនិងពូនជ្រំប្រជាធិបតេយ្យការប្រកាសជំហរបែបនេះគឺនៅក្នុងសន្ទរកថារបស់លោកហ៊ុនសែនប្រមុខគណៈបកប្រជាជនកម្ពុជានៅថ្ងៃទី28ខែមិថុនាឆ្នាំ2025ដែលជាការរំលឹកខួប74ឆ្នាំនៃថ្ងៃកំណើតរបស់គណៈបកប្រជាជនកម្ពុជាអ្នកនាំពាក្យអាកាសចរស៊ីវិលកម្ពុជាបានឲ្យដឹងថាក្នុងរយៈពេល5ខែឆ្នាំ2025កម្ពុជាបានទទួលជើងហោះហើរសរុបជាង 20,000 ជើងខណៈអ្នកធ្វើដំណើរវិញមានចំនួនជាង3លាននាក់ចំនួននេះបានកើនឡើងជាលំដាប់បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ2024តាមអ្នកនាំពាក្យអាកាសចរស៊ីវិលវិស័យអាកាសចរកម្ពុជានៅបន្តមានវឌ្ឍនភាពដដែលហើយក៏ពុំមានការផ្អាកជើងហោះហើរពីបណ្ដាប្រទេសណាមួយឡើយនាយករដ្ឋមន្ត្រីកម្ពុជាលោកហ៊ុនម៉ាណែតបានឆ្លើយតបនឹងសំណើយោធាថៃឲ្យបើកច្រកទ្វារព្រំដែនខ្មែរមួយចំនួនជាប់ខេត្តស្រះកែវប្រទេសថៃថាកម្ពុជាចាំមើលតែភាគីថៃលើការសម្រេចបើកឲ្យដូចមុនព្រឹត្តិការណ៍ថ្ងៃទី7មិថុនាដែលយោធាថៃបានសម្រេចបិទច្រកទ្វារព្រំដែនជាឯកតោភាគីនេះជាការឆ្លើយតបរបស់លោកហ៊ុនម៉ាណែតទៅភាគីថៃនៅថ្ងៃអាទិត្យនេះបន្ទាប់ពីភាគីថៃថាប្រជាពលរដ្ឋរបស់ខ្លួនកំពុងទទួលរងផលប៉ះពាល់ពីការ